បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាថ្មីបាទនៅថ្ងៃនេះដែរខ្ញុំចង់អាប់ដេតព័ត៌មានថ្មីចុងក្រោយមួយពាក់ព័ន្ធជាមួយនឹងរឿងចរចាពីចំនួននៅព្រំដែនប្រហែលជាបងប្អូនយើងបានតាមហើយប្រហែល2ថ្ងៃនេះគឺហេតុការណ៍ហាក់ដូចជារឿងក្តៅបន្តិចបាទអញ្ចឹងហើយទើបបានជាមានការចរចាគ្នាដោយសារតែមានការផ្ទុះអាវុធនៅព្រំដែនហ្នឹងណាហើយក៏មានទាហានខ្មែរម្នាក់ហ្នឹងបានស្លាប់បាត់បង់ជីវិតហើយនៅល្ងាចរសៀលថ្ងៃ29ឧសភានេះដែរក៏មានការចរចាហើយតាមលទ្ធផលដែលទើបចេញនៅយប់មុននេះបន្តិចនៃការចរចារវាងភាគីកងទ័ពតំណាងកម្ពុជាថៃហ្នឹងលទ្ធផលគឺចេញមាន4ចំណុចបាទហើយអញ្ចឹងខ្ញុំសូមសង្ខេបជូនចំណុចទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការព្រមព្រៀងគឺកម្ពុជានឹងមិនដកថយឬក៏ឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេបានន័យថាទីតាំងប៉ះទង្គិចគ្នាគឺនៅតំបន់មុំ3ណាដែលទាហានខ្មែរយើងបានស្លាប់ហ្នឹងគឺកម្ពុជានឹងមិនដកថយឬក៏ឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នានោះទេព្រោះថាទីតាំងនោះគឺភាគីកម្ពុជានឹងបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000មកម្លេះហើយអនុសារណៈហ្នឹងគឺស្ដីពីការវាស់វែងនិងខណ្ឌសីមានៃព្រំដែនគោករវាងកម្ពុជាថៃបាទហើយចំណុចមួយទៀតហ្នឹងគឺភាគីកម្ពុជាថៃបានឯកភាពបន្តការដោះស្រាយនៅស្ថានភាពតាមគ្រប់យន្តការដែលមានស្រាប់ដូចជាគណៈកម្មាធិការព្រំដែនចម្រុះគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃនិងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000បាទស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជាថៃដើម្បីឲ្យព្រំដែនប្រទេសទាំងពីរហ្នឹងក្លាយទៅជាព្រំដែនសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការក៏ដូចជាការអភិវឌ្ឍបាទហើយភាគីទាំងពីរក៏បានឯកភាពបន្តគ្រប់គ្រងស្ថានភាពនៅតាមស្ថានភាពដើមរក្សាភាពអត់ធ្មត់និងដោះស្រាយនៅរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះដែលនឹងប្រព្រឹត្តឡើងនៅក្នុងរយៈពេល2ឬក៏3សប្តាហ៍ខាងមុខបាទដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរហើយចំណុចចុងក្រោយមួយទៀតហ្នឹងគឺភាគីទាំងពីរស្នើឲ្យមានការគោរពនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណាកុំឲ្យមានអរិភាពឬក៏និយាយថាមានការប៉ះទង្គិចគ្នាដោយព្រឹកថ្ងៃទី28ឧសភាម្សិលមិញទៀតបាទហើយលទ្ធផលនេះគឺយោងទៅតាមសេចក្តីថ្លែងការណ៍ដែលទើបតែចេញដោយបាទអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទបាទចេញនៅយប់មុននេះបន្តិចទេបាទអញ្ចឹងទេអាប់ដេតជូនបងប្អូនហើយខ្ញុំសូមរំលឹកសាច់រឿងបន្តិចថាពាក់ព័ន្ធជាមួយនឹងការឡើងកម្ដៅរវាងគ្នានឹងគ្នាគឺដោយសារតែមានការផ្ទុះអាវុធដោយកងទ័ពថៃនឹងបានចូលទៅតំបន់មុំ3ហ្នឹងហើយបានបាញ់ប្រហារមកលើលិនដ្ឋានរបស់កងទ័ពកម្ពុជាដែលឈរជើងនៅទីនោះបាទបាញ់ប្រហារមុនមកក៏ធ្វើឲ្យកងទ័ពកម្ពុជានឹងស្លាប់បាត់បង់ជីវិតម្នាក់ទៅបាទហើយក៏មានប្រតិកម្មខ្លាំងមែនទែនពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់ខ្មែរយើងណាបាទហើយទន្ទឹមគ្នាសម្រាប់ភាគីរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសពីជំហរដាច់ណាត់នៅក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួនគឺមិនឲ្យមាននរណាមកឈ្លានពានទេហើយជាមួយគ្នានឹងក៏មានការបញ្ជូននៅកងកម្លាំងកងទ័ពក៏ដូចជាសពាវុធធនធ្ងន់នឹងទៅឈរជើងនៅតំបន់ព្រំដែនផងដែរដើម្បីត្រៀមការពារខ្លួនបាទក្រែងលោកមានហេតុការណ៍ចៃដន្យកើតឡើងអញ្ចឹងណាប៉ុន្តែថ្នាក់ដឹកនាំរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថាការបញ្ជូនទៅនឹងមិនមែននៅក្នុងន័យថាទៅបកកហេតុឬក៏ទៅវាយប្រហារនៅប្រទេសណាទេប៉ុន្តែទៅត្រៀមការពារខ្លួននៅក្នុងករណីអាចមានហេតុការណ៍កើតឡើងដោយចៃដន្យណាមួយទេហ្នឹងហើយកម្ពុជាក៏ប្រកាសដាច់ខាតដែរថាមិនឲ្យមានការឈ្លានពានពីភាគីដទៃទេហើយកម្ពុជាក៏ស្វាគមន៍ជានិច្ចในការរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែនបាទអញ្ចឹងទេសូមអាប់ដេតព័ត៌មានថ្មីចុងក្រោយត្រឹមប៉ុណ្ណេះសិនជូនបងប្អូនយើងណាហើយបើមានអីថ្មីបន្ថែមខ្ញុំនឹងជូនបន្តទៀតបាទអរគុណច្រើនជំរាបលាបាទ